អាយ៉ានៅខ្វាន់តិចទៀតណាអាមនុស្សមិនស្គាល់ស្លាប់ឆាំមករកស្ក្តីស្លាប់ភ្លាមទៅមនុស្សមិនចេះនិយាយខុសត្រូវនៅលើលោកនេះតើមានអាណាល្ងើដល់ថ្នាក់ទៅរកស្ក្តីស្លាប់នោះឯសមានតែយើងនេះជាមនុស្សឈួតដែរបើមានសមត្ថភាពចូលមករកយើងនោះឯងយ៉ាអូធូនេះឈរកន្លែងនេះបរងចាំកបិតបីសាយរបស់ឯងបើមានសមត្ថភាពឆាំម្ចាស់ការនៅបើមិនជឿឆាប់ទៅវិញភ្លាមឯងកូនស្មានថាកន្លែងឆ្ងាយយើងមិនអាចធ្វើអ្វីបានអាសោះណាអូឯងថាអូធូនៅកន្លែងឆ្ងាយពីឯងមែនទេដូចជាលើកដៃអូទេលើកដៃមិនដល់មែនទេមិនអីទេអូធូឈានទៅមុខ3ចំហៀនទៀតទៅចោះណា1 2 3ដល់ហើយប៉ណ្ណឹងល្មមហើយនៅលបងយ៉ាលបងបានប្រើអស់2ស្នៀតហើយនៅសល់តែមួយស្នៀតទៀតទេណាលបងឯងត្រូវតម្រង់ឲ្យចំផងណាយ៉ាលបងជីវខំហើយពួកយើងលេងសើចសប្បាយតាហេតុអីលបងខឹងខ្លាំងយ៉ាងនេះបើអត់មានអីទេនោះកុំឲ្យបែកសាមគ្គីគ្នាអីណាជើញទៅវិញចោចើកញ្ចាស់បីសាយហេតុអីក៏ចោលមកសៀតយ៉ាងនេះទៅមកសោះទៅវិញថាហើយបើគ្រាន់បើត្រឡប់មកវិញមកយើងធានាថានឹងឲ្យឯងខ្លាយជាមេបីសាយគ្មានបានការតែម្ដងទប់ទល់ជាមួយយើងមកណែទប់ទល់ជាមួយវាតបប្រើស្នាដៃយ៉ាងនេះប្រហែលជាអ្នកនាងទី3មិនប្រកាន់នឹងខ្ញុំធ្វើយ៉ាងនេះទេមែនទេឲ្យតែទាំងអស់គ្នាបានសុខទប់ទល់តាមកលៈទេសៈដោះស្រាយឲ្យក្រុមតាមមានអីមិនបាននោះត្រូវសម្លេងឲ្យយ៉ាងមេខ្មៅបិសាចត្រូវ100នោះស្មានមិនដល់ថាចាញ់ក្រោមដៃរបស់អូធូយ៉ាងនេះសោះសម្លេងនិយាយត្រូវបើឲ្យយ៉ាងពុទីខ្ញុំវិញមើលទៅទប់ទល់មិនបានទេប្រកាសជាក្អួតឈាមស្លាប់ទេឧស្សាហ៍និយាយថាបើសាំងអាក្រក់នឹងទទួលផលអាក្រក់នេះសុទ្ធតែជាតាខុងជួញទុកដល់ខ្លួនឯងតែប៉ុណ្ណោះមិនអាចបន្ទោសនរណាបានទេណានិយាយត្រូវជាងនេះទៅទៀតនោះជឿតាខុងជាខ្មោចបិសាចនៅក្នុងពិភពគុណស្អប់ពើមខ្លាំងណាស់បាច់គុណកំបិតប្រែប្រួលដូចជាបិសាចចំណែកអង្គរៈ2នាក់នៅក្បែរខ្លួនគេនោះគឺមិនមែនធម្មតាទេចំណុចនេះពួកយើងគួរតែមើលឲ្យបានឃើញតាមខ្ញុំយល់មានជាវតាខុងដូចជាមានសមោលទូតាមប្រានអញ្ចឹងជាគ្រោះថ្នាក់ធំមួយណាចៅយានសៀថ្ងៃណាមួយបើជើងរបស់ជាវតាខុងអាចដើរបាននោះអញ្ចឹងរឹតតែមានផលពិបាកទៅទៀតមែនហើយសម្លាញ់ឲ្យយ៉ាងដើម្បីជួយដល់នាងចៅទប់ទល់ជាមួយម្ចាស់វិមានបិសាចនោះពួកយើងត្រូវតាមដានរាល់សកម្មភាពរបស់ក្រុមបិសាចនោះឲ្យទាល់តែបានពិតជាគួរក្អៅមែនជឿថាកងបិសាចសត្រូវ100នេះល្បីឈ្មោះក្នុងពិភពគុណនិងគ្រប់ទីកន្លែងទាំងអស់មានឈ្មោះល្បីបាញ់ណាស់ថ្ងៃនេះត្រូវអាកញ្ចាស់ល្ងីល្ងើនោះធ្វើដូចជាសម្រាមអញ្ចឹងកញ្ចាស់អូធូបើសិនជាយើងអាចឈរជើងកើតនោះឯងនឹងស្លាប់នៅនឹងកន្លែងមិនអាចទប់ទល់បាននោះទេចើយានសៀគ្រាន់តែជាស្រីម្នាក់ដែលទើបតែធំមិនត្រឹមតែអាចកម្ចាត់ទាសករ2នាក់របស់យើងបានទេណាមួយអាចបំបីសីមាកំបិតរបស់យើងបានទៀតផងពិតជាមនុស្សស្មានមែនយ៉ាងនេះសឲ្យឃើញថានាងប្រហែលជាមានសមត្ថភាពចង់ធ្វើជាអ្នកខ្លាំងនៅក្នុងពិភពគុណហើយចំណែកយើងគ្មានបានការសោះព្រោះតែយើងមិនអាចដើរបានធ្វើអ្វីនាងបានមើលទៅបើចង់ដណ្ដើមយកថ្នាំនោះវិញត្រូវចំណាយកម្លាំងច្រើនថែមទៀតហើយទើបបានសម្រេចដូចបំណងបានហើយครับផ្លែកហើយឥឡូវផ្លែកហើយពិភពគុណសប្តាហ៍ថ្ងៃនេះផ្លែកទាំងអស់ហើយស្រីម្នាក់ដែលហោះទៅបំបាញ់មិញនោះគ្មានអាយុប្រមាណទេប៉ុន្តែក្បាច់គុណសម្រាប់ខ្លួនពូកែយ៉ាងនេះទៅហើយណាមួយបាននាំអ្នកចេះក្បាច់គុណទៅតាមទៀតតើស្រីម្នាក់នោះមានសាវតាជាស្អីទៅនោះខ្ញុំជាអ្នកនាំសាររបស់យានសាននាងជាមេដឹកនាំទី3របស់ក្រុមការពារអាវដៃសូមគោរពព្រាមច្បងតើអ្នកនាងមករកខ្ញុំមានកាយដែរថយចេញ
សាននាងឈើឆ្អានឹងរៀមច្បងដើរទៅមកមិនបានហេតុនេះហើយទៅចាត់ឲ្យខ្ញុំយកពេទ្យទេវតាមកព្យាបាលរៀមច្បង ជើងរបស់យើងអត់មានសង្ឃឹមទេអ្នកណាអាចព្យាបាលជើងយើងព្យាបាលនោះ លេថាគ្រូពេទ្យទេវតាលូវ៉ាន់សាមអាចព្យាបាលជើងរបស់លោកជី អូគេជាពេទ្យទេវតានោះហើយហ៎ ណែខ្ញុំនេះលូវាងសានមែន លោកមានលទ្ធភាពអាចព្យាបាលយើងជាមែនទេ ខ្ញុំបាទមានលទ្ធភាពធានាថា3ថ្ងៃក្រោយលោកនឹងអាចដើរទៅមកបានដោយធម្មតា3ថ្ងៃក្រោយគឺ បានហើយ3ថ្ងៃយើងគ្រប់គ្រាន់ពេលវេលាឲ្យយើងដណ្ដើមយកថ្នាំទឹកមកវិញបានហើយសូមរំខានលោកគ្រូជួយព្យាបាលឲ្យយើងទៅចុះណា ជីបចររបស់យើងនេះត្រូវរបួសទៅហើយប៉ុន្តែនៅមានកម្លាំងដើម្បីការពារកុំឲ្យក្រុមការពារឲ្យដៃតាមសម្លាប់ហើយនេះទើបចាក់ចេញពីផ្ទះមួយរយៈពេលសិន រៀមច្បងអ្នកស្រីថាខ្លួនផង នៅនាងចៅក្រុមការពារឲ្យដៃសាហាវពឹសពុលណាស់ធ្វើការអ្វីមិនគិតទាំងអស់សូមពួកនាងប្រុងប្រយ័ត្នឲ្យមែនទេ រៀមច្បងកំព្រួយអីមនុស្សក្រុមការពារឲ្យដៃជាមនុស្សយ៉ាងម៉េចពួកខ្ញុំដឹងច្បាស់ណាស់ពួកខ្ញុំមានវិធីទប់ទល់ហើយបើមិនអញ្ចឹងទេមិននឹងហ៊ាននាំសម្បត្តិលោហិតទៅរាជធានី រឿងអីក៏ដោយត្រូវប្រយ័ត្នប្រសើរជាងចាំពេលដែលបានសម្រេចហើយពួកខ្ញុំនឹងទៅសួរសុខទុក្ខដល់ក្រុមធានាជងយា ពួកខ្ញុំនឹងរៀបចំទទួលរៀមច្បងនឹងអ្នកស្រីឲ្យបានដិតដល់ជាទីបំផុត ប្តីប្រពន្ធខ្ញុំសូមអរគុណហើយណាមានរឿងអីចាំនិយាយគ្នាថ្ងៃក្រោយទៀតចុះមិនចំណាយពេលពួកនាងទៀតទេសូមអ្នកទាំងអស់គ្នាថែខ្លួនផងណា សូមជម្រាបលាអ្នកស្រី ទាំងអស់គ្នាថែខ្លួនណាថ្ងៃក្រោយជួបគ្នាទៀត យិនស៊ីឥឡូវពួកយើងអាចធ្វើដំណើរទៅទៀតបានហើយដើម្បីកិច្ចវេះពីក្រុមការពារអាវដែកពួកយើងធ្វើដំណើរទៅតាមភ្នំខាងនោះនឹងដល់ភូមិតូចមួយគឺអាចកិច្ចផុតពីពួកវាហើយ រៀងច្បាស់សឿជាមិត្តចិត្តដិតរបស់លោកឪពុករាល់ពេលដែលទៅដល់ហើយនោះយើងនឹងបានកន្លែងមួយស្នាក់នៅដល់សុខសាន្តហើយណា អ្នកខ្លះហាន់ចៅបាននិយាយឲ្យថារៀមច្បងស៊ឺកំពុងតែមានជំងឺធ្ងន់ពួកយើងត្រូវតែឆាប់យកថ្នាំទៅជួយនៅរៀមច្បងស៊ឺទៅបាន អញ្ចឹងពួកយើងឆាប់ទៅបងខាន់ជួបនឹងគាត់យូរណាស់ហើយ ពួកយើងឆាប់ធ្វើដំណើរទៅកុំឲ្យខកពេលណា ជីវតៅខុងក្រុមបិសាចសត្រូវ100 ចម្លែកមីនគេមកធ្វើអីទៀតហើយ ហេអ្នកនាងទី2ប្រកាសជាតាកាចាស់នោះមិនអស់ចិត្តនឹងកាចាស់អូខ្ញុំនេះហើយទាំងអស់គ្នាកំព្រួយអីទោះឲ្យខ្ញុំនេះទប់ទល់ជាមួយនឹងគេបានហើយណាហើយលបងជីវខុងអើយមកបញ្យល់ថាខ្មាស់គេមិនគ្រប់គ្រាន់ទើបត្រឡប់មកវិញទៀតអីបន្តិចទៀតយើងនឹងជំរាបបញ្ជីជាមួយឯងថាចឹងអញអស់សំណាយមែនអូធូខ្ញុំនេះអាចលោតបានអាចរត់បានហើយហេតុអ្វីត្រូវថយចេញអ្នកត្រូវថយចេញនោះគួរបីសាច់ឯងនេះទេគេចាអូធូឯងនេះចង់ស្លាប់ហើយតើមែនទេហ្នឹងហេឯងចង់ដាក់បណ្ដាសាយើងអីអូធូយើងរស់នៅសុខសប្បាយខ្លាំងណាស់នៅចង់រស់ថែមប្រមាណ10ឆ្នាំទៀតមេបីសាច់ពួកយើងបានសាក្បាច់គុណជាមួយឯងរួចហើយព្រោះគាត់ធម្មតាតែប៉ុណ្ណោះអូធូខ្ញុំសុំខាត់ឯងឆាប់ចេញពីទីនេះភ្លាមទៅកុំឲ្យក្មេងៗមើងងាយនាំមកខ្មាស់គេណាប៉ុន្មានណាបើសិនជាឯងមិនជឿទេឯងចូលមកចោះបានយើងនោះឯងឃើញអ្វីដែលហៅថាកំបិតបិសាចពិតប្រកបនោះណាកំមិនអើយមេបិសាចឯងអាចក្រោកឈរឡើងដើរបានទៅហើយអត់មិនក៏ប្រាប់គេផងទៅហូយហូយពិតជាមិននឹកស្មានដល់មែនអ្នកនាងទី3ឲ្យខ្ញុំសុកចិត្តចុះចាញ់ឲ្យអ្នកនាងមិនចេញស៊ីទៅជើយៀនស៊ីខ្ញុំវិញ្ញាបកលឆ្នាំទឹមនោះចេញមកភ្លាមមកបើមិនចឹងទេនោះនាងនឹងត្រូវស្លាប់ក្រោមផ្លែកំបិតបិសាចរបស់យើងហើយណាខ្ញុំយល់ថាមិនប្រកាសទេ
ហើយចុះឯងនឹងជានរណាអ្នកឈឺឆ្អាននឹងគេស៊ឺម៉ាអូឈិញ ព្រមតែអ្នកចូលចិត្តបង្ករឿងឲ្យយ៉ាងវូទី ការពិតអត់ពីអ្នកនេះមិនចង់រស់ទេស៊ឺម៉ាអូឈិញស្អីក៏មិនចង់ទាំងអស់គ្រាន់តែមិនចង់រស់តែប៉ុណ្ណោះ ឲ្យយ៉ាងវូទីស្អីក៏មិនចង់ទាំងអស់គ្រាន់តែចង់ស្លាប់ប៉ុណ្ណោះ ចឹងយើងនឹងសំតាមលំនាំពួកឯងទាំងពីរអ្នកចុះប្រសើរណាយើងក៏ចង់សាងមើលក្បាច់គុណក្បិតបិសាយរបស់លោកដែរ កំណត់បិសាយរបស់ជាតាខំពិតជាសាហាវមែនខ្ញុំត្រូវតែទប់ទល់ឲ្យទៅបានកំចាត់ចោលបិសាយណាក៏មានចំណាយដែរសម្លាញ់ស៊ឺម៉ាពេលនេះដល់មានខ្ញុំនេះសាកជាមួយកំបិតបិសាយនេះម្ដងហើយណា មានអារម្មណ៍យ៉ាងម៉េចដែរគ្រាន់មើល ទុកថាប្រាការបាន មានទៅមានមកអាចលេងឃើញបានដល់វេនឯងភ្លួស្និតពិសេសរបស់យើងនេះម្ដងហើយណា មេបិសាចដល់វេនយើងឲ្យឯងភ្លួរសជាតិរបស់ដាវគ្មានគេព្រៀបម្ដងហើយ ពីទល់នឹងមួយមិនមែនជាអ្នកក្លាហានទេ ឯងច្រឡំហើយឲ្យយ៉ាងវូទីមួយទល់នឹងមួយមិនមែនដោយឯងនិយាយនោះទេណា មែនទេពីអ្នកយើងព្រោះតែខ្លាចគេថាហើយដូច្នេះហើយទើបផ្លាស់វេនគ្នាចូលប្រកួតម្នាក់ម្ដងតែប៉ុណ្ណោះទេកុំថាឡើយពួកឯងពីរនាក់បើទោះជាសេនាទេវតាចូលមកជាមួយគ្នាក៏យើងមិនខ្លាចដែរពីរនាក់ឯងភ្លួមើលកំបិតបិសាយរបស់យើងមើលទៅ រៀមច្បងលោកមិនត្រូវប្រើកម្លាំងធាតុទៀតទេ ហើយនេះទៅ តើរៀមច្បងមានអារម្មណ៍ថាជើងរៀមច្បងឈឺទៀតទេ ជើងរបស់យើងឈឺឬមិនឈឺគ្មានតកតជាមួយយើងណា រៀមច្បងទ្រាំទប់ទល់គឺបានហើយប៉ុន្តែរៀមច្បងប្រើកម្លាំងធាតុប៉ះពាល់ដល់ជីពចររួចហើយលើថ្នាំបន្ថយការឈឺចាប់ធ្វើយ៉ាងនេះមានតែនាំភាពគ្រោះថ្នាក់ដល់ជើងរបស់រៀមច្បងថែមទៀតតែប៉ុណ្ណឹង ត្រូវហើយលបងចាញ់បោកគេហើយអ្នកដែលជួយលបងនោះគឺចង់បោកលបងប្រើធ្វើជាឧបករណ៍សម្រាប់មនុស្សតែប៉ុណ្ណោះទេមិនចង់ជួយលបងទេគេធ្វើបានលបងណាចាំពេលដែលប្រយុទ្ធគ្នារួចហើយនឹងជឿរបស់បងនៅពីការឡើងវិញបើទោះជាពេលនោះនាងទី3ប្រកួតឆ្នាំទឹកឲ្យលបងក៏មិនប្រកាសថាអាចជួយបានដែរ ពេលឈឺចាប់នឹងមាននៅយូរតទៅទៀតមិនគួរខំប្រឹងទៀតទេឥឡូវនេះឆ្នាំចូលទៅដល់ជីពចររៀមច្បងរួចទៅហើយបើរៀមច្បងមិនសម្រាប់ទេខ្លាចក្រែងតែជើងទាំងពីរនឹងត្រូវពីការអស់មួយជីវិតទេ ទៅវិញការពិតអ្នកណាគេដែលប្រើស្នាដៃពឹសពុលយ៉ាងនេះមកទប់ទល់ជាមួយនឹងខ្មោចបិសាចសត្រូវ100ទៅនោះ មិនបាច់សួរទៀតទេនេះប្រកាសជាមនុស្សជាប់តាក់ទងជាមួយក្រុមការពារអាវដៃហើយ គ្រូពេទ្យលោកតាមលោកយល់តាលើកនេះខ្មោចបិសាចសត្រូវ100អាចបានជោគជ័យទេ ជំរាបអ្នកនាងខ្ញុំបានឲ្យខ្មោចបិសាចសត្រូវ100ប្រើថ្នាំមួយទ្វេជា2មើលទៅប្រហែលជាអាចធ្វើឲ្យគេជាមួយរយៈពេលបានហើយអាចយកជីវិតរបស់ជ័យយិនសៀបានទៀតផង ប្រសានណាស់បើរឿងនេះបានជោគជ័យខ្ញុំនឹងទៅជម្រាបម្ចាស់ស្រីដើម្បីផ្ដល់រង្វាន់ជូនលោក អរគុណដែលអ្នកនាងជួយអ្នកនាងខ្មោចបិសាចសត្រូវ100នោះមកវិញហើយនោះ មិនដឹងជារៀមច្បងអាចយកថ្នាំទៅបានហើយឬណែ យើងចេញមុខទៅហើយរឿងអីដែលថាមិនសម្រេចនោះ សូមជួយអស់រៀមច្បងអញ្ចឹងទៅប្រហែលជាមនុស្សរបស់ក្រុមជ័យយិនសៀត្រូវស្លាប់ក្រោមផ្លែកំបិតរបស់រៀមច្បងហើយមែនទេ ពិតប្រកបដែរយើងមកវិញលើកនេះដើម្បីអរគុណនឹងអ្នកទាំងពីរនឹងណា លោកម្ចាស់ កម្ពុជាពិតជាកម្ពុជាមែន
ជីវតើខុងនេះល្បីក្នុងពិភពគុណមានអំណាចក្នុងពិភពគុណស្មោះជាមួយយើងរស់ប្រឆាំងជាមួយយើងត្រូវតែស្លាប់តែមិននឹកស្មានថាថ្ងៃនេះយើងត្រូវធ្លាក់ក្នុងដំណាក់កាលយ៉ាងនេះសោះព្រះជាម្ចាស់ផ្ដន់ទីយើងខ្លាចបិសាចសត្រូវ100ថ្ងៃក្រោយពិភពគុណលែងមានរូបឯងទៀតហើយសូមជម្រាបមេដឹកនាំទាំងពីរតាមលទ្ធផលដែលខ្ញុំតាមដានបាននោះវាមានតកូលធាតុត្រូវបោះបង់ចោលទំនេរមិនដឹងថាទៅណាទេគ្រាន់តែទុកមនុស្សចាំម្នាក់ហើយនឹងអ្នកបម្រើប្រមាណអ្នកតែប៉ុណ្ណោះតាមนั้นតទៀតទៅបើសិនជាបានឃើញឆាមរីកាភ្លាមបានយ៉ាងស៊ីអេងយើងនេះនៅក្នុងដំណាក់ហឺហាយ៉ាងណាមានអំណាចយ៉ាងណាមិននឹកស្មានថាចាយចេញពីដំណាក់មកប្រទះនឹងរឿងសំណាងអាក្រក់ទៅហើយពេលនេះក៏មិនដឹងថារនណាសងសឹកដែរពិតជាគួរក្តៅមែនកូនប្រុសចង់សងសឹក10ឆ្នាំក៏មិនទាន់យឺតពេលដែរម្យ៉ាងទៀតកម្លាំងធារបស់ធាហានសានត្រូវរបួសទៅហើយចង់ទេបំណុលវិញនោះក៏មិនពិបាកអ្វីដែរអ្នកដែលត្រូវរបួសមិនមែនលោកប្រកាសជានិយាយសម្ដីផ្លែផ្កាយ៉ាងនេះហើយលោកម្ចាស់លោកមិនគួរនិយាយយ៉ាងនេះទេដៃស្ដាំរបស់ខ្ញុំនេះត្រូវពិការណែនតើដៃស្ដាំពិការតែមានដាវអាចកំបាំងនៅក្នុងដៃឆ្វេងស្នាមរបួសនៅមុខរបស់យើងនេះតែថ្ងៃក្រោយយើងគិតយ៉ាងម៉េចទៅស្នាមរបួសនេះមានមិនប៉ះពាល់ដល់ជីវិតរបស់លោកម្ចាស់ទេតែវារឹតតែមានអំណាចទៅទៀតណាមែនណាខ្ញុំមិននិយាយលេងនោះទេមេដឹកនាំពួកយើងចង់បោះបង់ចោលទុកទៅម្ខាងសិនទៅតែរកភារកិច្ចនៅមុខគេដណ្ដើមយកសម្បត្តិលោហិតឲ្យទាល់តែបានបើសិនជាទុកឲ្យសម្បត្តិលោហិតទៅដល់រាជធានីអញ្ចឹងលែងមានអនាគតទៀតហើយលោកថាទៅមើលទៅត្រូវទេមេដឹកនាំទាំងពីរមើលភារកិច្ចខ្លួនសំខាន់យ៉ាងនេះពិតជាគួរឲ្យសរសើរមែនស្ដាយណាស់ដែលផែនការរបស់អ្នកទាំងពីរត្រូវរលាយអស់ហើយស្រីឋានធំនេះហ៊ានខ្វះការគូសាមជាមួយយើងផងពិតជាមិនស្គាល់ច្បាប់មែនយើងមកលើកនេះមាននាំផ្លាប់បញ្ជាពីមេដឹកនាំទី3មកតាមបើសិនជាម្ចាស់ស្រីខ្ញុំមកតាមដែរនោះខ្ញុំយល់ថាពួកលោកប្រកាសជាមិនមែនទទួលខ្ញុំយ៉ាងនេះទេបើមេដឹកនាំទី3មកផ្ទាល់នោះតើវាយ៉ាងម៉េចទៅវិញទៅមែនហើយឬមួយក៏នាងហ៊ានឡើងជន់លើក្បាលរបស់យើងទីនេះជាដែនដីរបស់យើងតើនាងមកធ្វើអីទទួលតាមបញ្ជារបស់ម្ចាស់ស្រីខ្ញុំមកខាត់មេដឹកនាំទាំងពីរកុំឲ្យប៉ះទង្គិចជាមួយចៅយិនស៊ីដើម្បីរក្សាកម្លាំងរបស់ពួកយើងគួរឲ្យអស់សំណើចមែនតើនាងសម្អាងលើអ្វីមករៀបរៀងសកម្មភាពរបស់ពួកយើងនោះមែនហើយនាងធ្វើយ៉ាងនេះដូចជាធ្វើឲ្យហួសសមត្ថភាពរបស់ខ្លួនពេកហើយបើមេដឹកនាំទាំងពីរមានយោបល់អីនោះអាចទៅនិយាយជាមួយម្ចាស់ស្រីខ្ញុំបានខ្ញុំគ្រាន់តែទទួលបញ្ជាមកផ្ដាច់ផ្ដាំតែប៉ុណ្ណោះទេសាននាងបាននិយាយថាបានរៀបចំអន្ទាក់រួចហើយនឹងយកជីវិតរបស់មនុស្សក្រុមធានាជុងយៀននៅកន្លែងដែលពួកគេថាបានសុកសានហើយនោះក៏ជាកន្លែងរបស់ក្រុមស៊ឺឈីងដែរសង្ឃឹមថាអ្នកទាំងពីរបោះបង់ចោលសកម្មភាពកុំធ្វើឲ្យខូចផែនការរបស់ម្ចាស់ស្រីខ្ញុំនិយាយចប់ហើយមើលទៅអ្នកទាំងពីរគួរធ្វើយ៉ាងម៉េចហើយលាហើយមេដឹកនាំទី4មកឲ្យនាងបញ្ជាក់រួចទៅហើយស្រីម្នាក់នេះគ្រាន់តែជាស្រីបម្រើរបស់គេតែប៉ុណ្ណោះប៉ុន្តែហ៊ានចេញមុខមកនិយាយយ៉ាងនេះទៅហើយក្នុងចិត្តរបស់នាងនោះពួកយើងមិនជាអ្វីទាំងអស់ណាគួរឲ្យក្តៅចិត្តមែនស្រីម្នាក់នេះដូចជាហួសហេតុពេកហើយយើងចាំមើលការពិតនាងចង់លេងល្បិចកលអ្វីទៅត្រូវជ័យយិនសៀមិនងាយទប់ទល់ទេពួកយើងចាំមើលតើអនុភាពរបស់នាងខ្ពស់ប៉ុណ្ណាទៅរួចហើយចាំចាត់ការទៀតណាយិនស៊ីហាន់យីងអ្នកទាំងពីរមើលទៅនេះជាសញ្ញារបស់ក្រុមស៊ឺឈីងហើយគួរសប្បាយណាស់ទីបំផុតយើងមកដល់ក្រុមស៊ឺឈីងហើយបើនិយាយអញ្ចឹងពួកយើងអាចបានសម្រាប់ហើយណាអត់ទេពួកយើងកំពុងតែមានភារកិច្ចរឿងអីក៏ត្រូវតែប្រយ័ត្នដែរមិនត្រូវធ្វើប្រហែសទេយិនស៊ីការរាប់អានគ្នារវាងពុកនិងក្រុមស៊ឺឈីងឬមួយក៏ឯងនៅតែមិនទុកចិត្តទៀតបងទី2ក្រុមស៊ឺឈីងពិតជាអាចទុកចិត្តបានហើយប៉ុន្តែក្រុមការពារឲ្យដាច់មានល្បិចកលច្រើនណាស់មែនអ្នកនាងទី3និយាយទៅរឿងអ្វីក៏ដោយត្រូវតែប្រយ័ត្នទើបល្អកុំឲ្យមានរឿងកើតឡើងនាំស្ដាយក្រោយតើនៅមានរឿងអីទៀតពួកកំចាស់ដឹងច្រើនពេកពួកយើងទៅ
មិនអីទេពួកយើងធ្វើដំណើរតទៅទៀតទេ ទៅសម្លាញ់ឲ្យយ៉ាងពួកយើងមកដល់ដែនដីរបស់ស៊ឺឈិញហើយអង្គរៈយើងទៅពីអ្នកនេះអាចសម្រាប់បានហើយណា មែនហើយយកទៅរកកន្លែងណាមួយផឹកមកពេញពីសិនទៅណា ចេញណែផឹកតទៀតទៅ លបងខ្ញុំមិនអាចផឹកបានទៀតទេណា ហេតុអីទៅមកពីស្រាមិនឆ្ងាញ់ឬក៏ម្ហូបមិនឆ្ងាញ់ លបងជាចុងផលល្បីឈ្មោះក្នុងពិភពគុណធ្វើម្ហូបប្រកាសជាឆ្ងាញ់ហើយ បាទបើនិយាយអញ្ចឹងលោកប្អូនពួកយើងខានជួបគ្នាច្រើនឆ្នាំមកហើយគួរតែផឹកឲ្យស្វឹងម្ដងទៅបានណាបង ការពិតខ្ញុំបោះបង់ស្រាចោលយូរឆ្នាំណាស់មកហើយណា ហេតុអីក៏និយាយអញ្ចឹងទៅវិញបងនៅចាំបានឯងធ្លាប់និយាយថាពិភពគុណអាចយកប្រពន្ធបានប៉ុន្តែมันអាចរស់នៅដោយមិនផឹកស្រាបាននោះទេមិនក៏និយាយអញ្ចឹង បងមនុស្សយើងតែងតែផ្លាស់ប្ដូរជានិច្ចណារឿងនេះបាននិយាយទៅវែងឆ្ងាយណាស់រឿងនេះកុំរំលឹកទៀតអី កាំងសុងមានរឿងមួយបងចង់សួរឯងពីដើមមកចាស់ក្រុមធានាមើលឯងសំខាន់ណាស់ហេតុអ្វីក៏កាលពី7ឆ្នាំមុនស្រាប់តែលួចចេញពីក្រុមធានាដោយមិនប្រាប់គេមិនបានអញ្ចឹង ចាចេញពីក្រុមធានាព្រោះមានទុកព្រួយដោយសារបង្ខំចិត្តចាចេញពីក្រុមធានាព្រោះតែខ្ញុំចង់សងគុណដល់ម្ចាស់ក្រុមធានាវិញតែប៉ុណ្ណោះ ស្គរខ្មោចជុំនេះជាសញ្ញាជួបគ្នាជាបន្តរបស់ក្រុមផ្កាយ7ការពិតក្រុមផ្កាយ7មានរឿងអីកើតឡើងទៅនោះ ម្ចាស់ក្រុមអញ្ជើញមកហើយ ហើយសូមក្រុមម្ចាស់ក្រុមបានហើយទាំងអស់គ្នាអង្គុយទៅខ្ញុំមានសំណាក្រក់មិនមានជំងឺជាប់នឹងខ្លួនរហូតត្រូវឲ្យអ្នកទាំងអស់គ្នាខ្វល់ខ្វាយយ៉ាងនេះខ្ញុំមានអារម្មណ៍ថាអៀនខ្មាស់ខ្លាំងណាស់មួយរយៈពេលនេះខ្ញុំនឹកឃើញវិធីមួយបំពន់សុខភាពមើលថែទាំជំងឺហើយបានស្រួលខ្លួនណាស់ទៅហើយថ្ងៃក្រោយសូមអ្នកទាំងអស់គ្នាឈប់ព្រួយបារម្ភទៀតទៅ ជូនពរលោកម្ចាស់បានអាយុយឺនយូរឆាប់ជាឡើងវិញណា ទងគួនឯងប្រាប់គេឲ្យច្បាស់អំពីគោលបំណងរបស់យើងឲ្យអ្នកទាំងអស់គ្នាមកប្រជុំនៅក្រុមផ្កាយ7ទៅឮទេ បាទខ្ញុំអាងទងគួងម្ចាស់សាខាថ្ងៃនេះទទួលបញ្ជាលោកម្ចាស់ឲ្យម្ចាស់សាខាទាំងអស់គ្នាមកប្រជុំព្រោះម្ចាស់ក្រុមធានាជង្យានត្រូវក្រុមការពារឲ្យដែកចោតប្រកាន់ហើយចាប់យកទៅឃុំទុកសប្តាហ៍ថ្ងៃចៅយានសៀជាអ្នកដឹកនាំមនុស្សមួយក្រុមមានការពិបាកខ្លាំងណាស់ហើយមានតាក់ទងជាមួយឪពុកកូនលៀនសាំងតុងខົບខិតជាមួយនឹងពួកចៅភូតកុហកព្រះអង្គធ្វើបាបបងប្អូនស្លូតត្រង់នាងបានដឹកនាំមនុស្សនៅក្នុងរាជធានីដើម្បីបកអាក្រាតកំហុសជនពីលឪពុកកូនលៀនតុងព្រោះតែចង់បំផ្លាញផតាបានចាត់តាំងក្រុមការពារឲ្យដែករាំងផ្លូវដណ្ដើមសម្បត្តិលោហិតណាតាមដំណឹងឲ្យដឹងថាមនុស្សក្រុមចៅយានសៀបានចូលមកដែនដីរបស់យើងទៅហើយម្ចាស់ក្រុមសង្ឃឹមថាម្ចាស់សាខាទាំងអស់គ្នាខំប្រឹងជួយឲ្យអស់ពីលទ្ធភាពត្រូវហើយវាត្រូវតែធ្វើអញ្ចឹងលោកម្ចាស់ជាមួយនឹងលោកម្ចាស់ក្រុមជង្យានជាមិត្តស្និទ្ធស្នាលនឹងគ្នាកាលពីមុនបីសាច់ទាំង5មកអុកលោកដល់កន្លែងហើយបានលោកម្ចាស់ក្រុមធានាជង្យាននឹងបានជួយដោយចិត្តស្មោះឥឡូវនេះក្រុមធានាជង្យានមានទុកពួកយើងមិនអាចអោបដៃឈរមើលបាននោះទេលបងយើងនិយាយត្រូវពិភពគុណចលាចលមិនគោរពចិត្តស្មោះត្រង់ពួកយើងមិនអាចអោបដៃឈរមើលបានទេណាយ៉ាងនេះមិនបានទេឯងនិយាយតទៅទៀតបានទេបានមនុស្សរបស់ក្រុមការពារអាដែកស្ម័គ្រចិត្តបម្រើជនកំហូចហើយពួកនោះក៏ជាការសំណល់របស់ពិភពគុណដែរក្រុមកាយ7និងក្រុមសុចរិតទាំងអស់នេះពេលនេះប្រជុំគ្នាការរាប់អានរបស់លោកម្ចាស់ក្រុមនិងម្ចាស់ក្រុមធានាពួកយើងទុកនៅម្ខាងសិនចុះណាយើងក៏មិនអនុញ្ញាតឲ្យក្រុមការពារអាដែកធ្វើអ្វីផ្ដេសផ្ដាសនៅក្នុងដែនដីរបស់យើងបានដែរត្រូវបើនិយាយក្រុមការពារអាដែកហ៊ានធ្វើការផ្ដេសផ្ដាសនៅដែនដីរបស់ក្រុមកាយ7ពួកយើងដាច់ខាតមិនអត់ឲ្យទៅពួកវានោះទេលើទាំងអស់គ្នានិយាយយ៉ាងនេះមានអារម្មណ៍ថាបាននឹងណូនណាស់ហើយឥឡូវនេះខ្ញុំកំពុងតែមានជំងឺធ្ងន់រឿងជួយមនុស្សក្រុមធានាចៅយានសៀនោះទៅថ្ងៃមុខត្រូវពឹងលើអ្នកទាំងអស់គ្នាហើយរឿងនេះមិនបាច់ខ្វល់ដល់អ្នកទាំងអស់គ្នាទេ
តើឲ្យបងប្អូនពួកខ្ញុំទៅបានទៅហើយណា លោកម្ចាស់និយាយត្រូវណាស់មានម្ចាស់សាខាទាំងអស់គ្នាទៅទទួលយើងបានធ្វើតាមភារកិច្ចហើយណា បើសិនជាយ៉ាងនេះរឿងនេះប្រគល់ឲ្យម្ចាស់សាខាទាំងអស់គ្នាទៅចោះបាន នេះទៅបងទី2តើស្ថានភាពឥឡូវនេះមានអ្វីប្លែកទេ ធ្វើមិននឹងមានការតែពេលដែលយើងឈានជើងចូលមកដល់ទីនេះខ្យល់រលកស្ងាត់អស់ហើយតាមមានអីគួរឲ្យសង្ស័យទៅ ព្រោះតែស្ងាត់នឹងហើយតែខ្ញុំមានអារម្មណ៍សង្ស័យដំបងខ្ញុំស្មានថាមុនពេលដែលចូលមកដល់ដែនដីផ្កាយ7ការប្រយុទ្ធគ្នារវាងយើងនិងក្រុមការពារអើដៃគឺពិបាកជាផុតណាស់មិននឹកស្មានថាបែរជាគ្មានអ្វីទាំងអស់ធ្វើឲ្យខ្ញុំមានចិត្តសង្ស័យ ខ្ញុំក៏យល់ថារឿងនេះមិនមែនធម្មតាដែរបាននិយាយតាមមូលហេតុក្រុមការពារអើដៃប្រកាសជាខំរិះរកមធ្យោបាយរារាំងយើងដើម្បីដណ្ដើមយកសម្បត្តិលោហិតពេលនេះគ្មានសកម្មភាពអ្វីទាំងអស់តាមចរិតរបស់ទួនឆាងហុងនិងយ៉ាំសៀអេងមិនអាចនៅស្ងាត់ស្ងៀមបានទេខ្ញុំសង្ស័យថានេះប្រកាសជាមានអន្តកំបាំង ហាន់យើងខ្ញុំនិយាយមិនខុសទេបងនៅជាមួយពូទី3យូរណាស់ហើយចរិតដូចជាពូទី3អញ្ចឹងមានចិត្តសង្ស័យច្រើនណាស់ បងជីវនាងកុំភ្លេចអសរថាយើងកំពុងតែមានភារកិច្ចយ៉ាងណាក៏ត្រូវតែប្រយ័ត្នដែរទើបបានណា ត្រូវហើយខ្ញុំមានអារម្មណ៍ដូចជាបងថាអញ្ចឹងតែប្រុងប្រយ័ត្នទៅសំខាន់ជាង រឿងសំខាន់អីទៅពួកយើងធ្វើដំណើរតាមផ្លូវគោកអង្តាមិនមែនធ្វើដំណើរតាមផ្លូវទឹកឯណាខ្លាចលិចទូកទេ មែនហើយអ្នកប្រយាលើនេះទូកលេងនៅចកកំពង់ផែហើយ អូថូតើពូមានកំណត់យ៉ាងណាដែរ អ្នកនាងទី3សួរខ្ញុំយ៉ាងនេះអូធូខ្ញុំសុំចាញ់ហើយគួរតែចេញមុខក្រុមការពារអាវដៃមិនព្រមចេញមុខដូចជាមានចេតនាចង់ឲ្យពួកយើងរកក្រុមផ្កាយ7អញ្ចឹងអូធូមិនយល់មែនតែនៅក្នុងចិត្តពួកគេកំពុងធ្វើរឿងអី បញ្ហាគឺងាយយល់ទេស្រុកអ៊ូហានិងក្រុមសាខារបស់ក្រុមកាយ7ប្រកាសជាក្រុមការពារអាវដៃខ្លាចហើយមិនហ៊ានធ្វើអីផ្ដេសផ្ដាសទេ ក្រុមការពារអើដៃមានល្បិចកលច្រើនណាស់យ៉ាងណាក៏យើងមិនត្រូវប្រហែសដែរបងទី2ពីទីនេះទៅចិត្តទៅដល់កន្លែងធំផ្កាយ7ហើយនៅ ចិត្តដល់ហើយដើរប្រហែល1ម៉ោងទៀតដល់ហើយ បានពួកយើងមិនត្រូវបញ្ជាពេលទៀតទេឆាប់ចេញដំណើរភ្លាមទៅដើម្បីសួរសុខទុក្ខរៀមច្បងស៊ឺ ជប់សាបងទី2កំតាមមើលស្ថានភាពយ៉ាងម៉េចសិនអូថូរបស់គេយ៉ាងម៉េចហើយ ដាវទម្លុះបំពង់កទេវតាក៏មិនអាចជួយរស់ដែរ លោកបងមានរឿងអីចង់និយាយហ៎កុំចូលសងខ្លួនឯងកុំចូលសងខ្លួនឯង លបង កុំចូលសងខ្លួនឯងបានន័យថាម៉េចទៅ ក
ក្នុងដៃអ៊ូឆេងយើងតាំងពីដើមមកគ្មាននរណាអាចរត់រួចនោះទេ ឲ្យយ៉ាងពទីក៏អញ្ចឹងដែរមិនដែលមាននរណាកិច្ចរួចនោះទេ ក្បាច់គុណរបស់ជនស្លៀកពាក់ខ្មៅនេះពិតជាចម្លែកកំណត់ឃើញមែន ក្បាច់ដើមមានបាញ់ភាកច្រើនណាស់ដូចជាអ្នកលេងដាដែលយើងបានឃើញនៅរាជធានីជាណានយ៉ាងអញ្ចឹង ខ្ញុំមិននឹកស្មានថានៅក្នុងដែនដីរបស់ក្រុមផ្កាយ7នៅមានមនុស្សថ្លាមធំយ៉ាងនេះទៀតហ៊ានលើកដៃសម្រាប់មនុស្សដែរណ៎ តាមខ្ញុំយល់ក្រាមពីមនុស្សដែលមានតាក់ទងក្រុមការពារអាដែកមើលទៅអត់មាននរណាថ្លើមធំយ៉ាងនេះទេ ខាងសម្បកក្រៅគឺនិយាយយ៉ាងនេះហើយប៉ុន្តែខាងក្នុងគូភាគីតើហ៊ានថ្លាមធំយ៉ាងនេះដែរ ខ្ញុំស្មានថាក្រោយពេលដែលនាងចៅឈានជើងចូលដល់ដែនដីក្រុមផ្កាយ7ហើយនឹងបានសុខសាន្តហើយយើងក៏អាចផឹកស្រាជាមួយគ្នាបានដែរមិននឹកស្មានថានេះគ្រាន់តែជាការស្មានរបស់យើងប៉ុណ្ណោះសោះ អញ្ចឹងក៏ល្អដែរឲ្យតែមានរឿងអីដែលអាចលូកដៃបានខ្ញុំសុកចិត្តបោះបង់ការផឹកស្រាចោលសិន សមហេតុផលណាស់ចូលរួមការអ៊ូអប្រសើរជាងផឹកស្រាដែរ ហើយទាំងអស់គ្នាមើលដូចជាមនុស្សរបស់ក្រុមផ្កាយ7 មែនហើយពួកគេជាមនុស្សរបស់ក្រុមកាយ អញ្ 7 ចឹង មាន យើងមិនត្រូវខ្វះការគួរសមទេទាំងអស់គ្នារៀបចំគោរពគេទេ សាខាតែប្រមាណរបស់ក្រុមផ្កាយ7ទទួលបញ្ជាពីលោកម្ចាស់ក្រុមមកទីនេះដើម្បីទទួលមនុស្សក្រុមធានាជងយានណា រំខានអ្នកទាំងអស់គ្នាមកទទួលខ្ញុំដូចជារឹងខ្លួនណាស់មិនដឹងជាលោកម្ចាស់ស៊ឺសុខសប្បាយជាទេ លោកម្ចាស់កំពុងតែមានជំងឺជាប់នឹងខ្លួនមិនអាចចេញមកទទួលបានទេសូមអ្នកទាំងអស់គ្នាសម្រាប់នៅកន្លែងសាខារឿងអ្វីៗចាំគិតថ្ងៃក្រោយទៀត អរគុណអ្នកទាំងអស់គ្នា មិនអីទេ នាងខ្ញុំចៅយិនសៀសូមគោរពរៀមច្បង ក្មួយស្រីមិនគួរសមទេប្រហែលជាអស់កម្លាំងណាស់ហើយមែនទេ ដើម្បីជួយប្រជារាស្ត្រនិងបោះអាក្រាតទោសរបស់ឪពុកកូនលៀងតុងបើទោះជាលំបាកយ៉ាងណាក៏ក្រុមធានាជងយានមិនខ្លាចដែរ លោកអ៊ំស៊ឺមកតាមផ្លូវពួកខ្ញុំនៅថាលោកអ៊ំមានជំងឺក្នុងចិត្តមានការព្រួយបារម្ភណាស់ចង់បញ្ញាមកដល់កន្លែងសួរសុខទុក្ខលោកអ៊ំ ហើយហេតុអីបានជាពួកនាងនឹងថាខ្ញុំនឹងមានជំងឺ គេកំបិតលោហិតចៅគេបាននិយាយ កំបិតលហិតចៅគេហ៎ លោកអ៊ំធ្លាប់មានគុណចំពោះគេឬមួយក៏លោកអ៊ំភ្លេចហើយ អ្នកនាងចៅលោកម្ចាស់មានជំងឺច្រើនថ្ងៃទៅហើយហេតុនេះហើយមានរឿងខ្លះប្រហែលជាភ្លេចខ្លះហើយណា និយាយសមហេតុផលដែរលោកអ៊ំស៊ឺមានគុណលើគេមិនចង់ឲ្យគេសងគុណវិញទេជាគំរូដល់អ្នកចំនួនក្រោយមាន កុំនិយាយចឹងកុំនិយាយចឹងកុំនិយាយចឹង យិនស៊ីឆាបបកគោថ្នាំទឹកជូនលោកអ៊ំទៅ នេះជាថ្នាំរបស់អ្នកក្លាហានចៅពឹងឲ្យខ្ញុំយកមកជូនលោកអ៊ំព្យាបាលជំងឺសូមលោកអ៊ំទទួលយកចាស់ សំទោសដែលតកូលខុសខ្ញុំមានចិត្តច្រើនតើថ្នាំដែលនាងកំពុងតែកាន់នោះជាថ្នាំអ្វីដែរទៅនឹង នេះជាថ្នាំធានប៉ៅបំពន់សុខភាពជាស្នាដៃផលិតរបស់គ្រូពេទ្យល្បីឈ្មោះអស់ជាច្រើនឆ្នាំឮថាមានប្រសិទ្ធភាពដល់ជំងឺនិងព្យាបាលរបួសបានគ្រប់យ៉ាង មែនហើយក៏ព្រោះតែថ្នាំនេះដែរទើបពួកខ្ញុំមានរឿងជាច្រើនជាមួយក្រុមបិសាចសត្រូវ100ពិបាកខ្លាំងណាស់ទើបឲ្យរសាបានមក បានចឹងល្អហើយខ្ញុំអានទងគួងម្ចាស់ក្រុមសាខាផ្កាយ7តំណាងលោកម្ចាស់អរគុណចំពោះចិត្តស្មោះត្រង់របស់អ្នកទាំងអស់គ្នាហើយ ពួកនាងកំរមកដល់ទីនេះណាស្នាក់នៅប្រមាណថ្ងៃសិនចុះយើងនឹងខិតខំប្រឹងឲ្យអស់លទ្ធភាពចែកធៀបអញ្ជើញដល់គ្រប់ក្រុមសុចរិតនៅក្នុងពិភពគុណឲ្យជួយពួកនាងទាំងអស់គ្នាយកសម្បត្តិទៅដល់រាជធានី អរគុណលោកអ៊ំ កាំងសុងមានដំណឹងល្អរបស់នាងចៅយិនសៀបានមកដល់ហើយណា អូចឹងខ្ញុំលែងបារម្ភហើយ លោកម្ចាស់បានចាត់ចែងឲ្យពួកនាងនៅអគារខាងលិចអាចទៅជួបនឹងគេបានណា ទេឲ្យតែដឹងថាពួកនាងបានសុខសាន្តបានទៅហើយខ្ញុំមិនចង់ឲ្យនាងដឹងថាខ្ញុំនៅទីនេះទេណា បងទី2ខ្ញុំដឹងថាបងមិនសប្បាយចិត្តទេតាមមកពីរឿងអីទេ បងមានអារម្មណ៍ថាលោកអ៊ំស៊ឺដូចជាចម្លែកណាស់ដូចជាមិនសូវស្វាគមន៍នឹងពួកយើងស្នាក់នៅទីនេះទេ ហេតុអីទេ ពេលមុនបងធ្លាប់តាមពុកមកកន្លែងនេះ2ដងកាលនោះលោកអ៊ំស៊ឺគាត់ស្រឡាញ់បងណាស់កាលនោះនិយាយជាមួយពុកថាចង់យកបងធ្វើជាកូនធွာគាត់ទៀតផងប៉ុន្តែឥឡូវនេះបងមានអារម្មណ៍ថាលោកអ៊ំស៊ឺចំពោះបងដូចជាមនុស្សចម្លែកអញ្ចឹងណាមួយកាលពីមុនការនិយាយស្ដីនឹងកាយវិការរបស់លោកអ៊ំស៊ឺគឺជាចរិតអ្នកក្លាហានទាំងស្រុង
ធ្វើឲ្យពួកបងមានការភ័យខ្លាចប៉ុន្តែថ្ងៃនេះគឺខុសគ្នាដូចជាមនុស្សម្នាក់ផ្សេងទៀតអញ្ចឹងពិតជាចម្លែកមីន គេឧស្សាហ៍និយាយថាអ្នកក្លាហានមានជំងឺជាប់ខ្លួនបើទោះជារៀមច្បងស៊ឺក៏មិនអាចផ្លាច់គ្នាបានដែររៀមច្បងស៊ឺមានជំងឺយូរថ្ងៃណាស់មកហើយប្រកាសជាមិនអាចមានចរិតជាអ្នកក្លាហានដោយកាលពីមុនទៀតឡើយ ហាន់យើងនិយាយត្រូវណាស់លោកអ៊ំស៊ឺសប្តាហ៍នេះបានផ្លាស់ប្ដូរហើយគឺព្រោះតែជំងឺរបស់គាត់បងទី2ឈប់សង្ស័យទៀតទេ ប្រហែលជាបងមានចិត្តច្រើនពេកហើយមិនអីទេទុកថាបងអត់និយាយអីទៅចឹង លោកគ្រូពេទ្យថាជំងឺរបស់លោកម្ចាស់ក្រុមពីដើមមកបានធូរខ្លះទៅហើយឥឡូវស្រាប់តែធ្ងន់យ៉ាងនេះទៅវិញការពិតពីដើមរហូតមកហេតុអ្វីទៅ ជំងឺរបស់លោកម្ចាស់មិនទាន់ជាផងឥឡូវត្រូវពឹសចម្លែកទៀតដល់ហេតុនេះហើយមិនអាចទ្រាំទ្របានយូរទេ ចង្រៃយោហ៊ានដាក់ថ្នាំអំពុលធ្វើបាបលោកម្ចាស់យើងផងយើងត្រូវស្លាប់ឯចោល ម្ចាស់សាខាលោកយល់ច្រឡំហើយណាមិនមែនខ្ញុំជាអ្នកដាក់ថ្នាំពុលទេ ឯជាអ្នកទទួលខុសត្រូវព្យាបាលជំងឺឲ្យលោកម្ចាស់បើមិនឯជាអ្នកដាក់ថ្នាំអំពុលទេអញ្ចឹងអ្នកណាជាអ្នកដាក់ទេបងមិនត្រូវខឹងយ៉ាងនេះពេកទេទោះឲ្យលោកគ្រូពេទ្យថានិយាយរឿងនេះបានច្បាស់ទៅណាបានចាំមើលតែឯងដោះសារជាមួយយើងយ៉ាងម៉េចម្ចាស់សាខាទាំងអស់គ្នាខ្ញុំធ្វើជាគ្រូពេទ្យអស់មួយជីវិតទៅហើយយកការជួយជីវិតគេជាមុខរបរហេតុអីក៏ខ្ញុំត្រូវដាក់ថ្នាំបំពុលលើគេនោះខ្ញុំមិនជឿថាលោកមានចិត្តអង្អាចយ៉ាងនេះទេប៉ុន្តែហេតុអីក៏លោកម្ចាស់ត្រូវថ្នាំបំពុលលោកនិយាយមកតាមតែខ្ញុំស្មានទៅណាក្រោយពេលដែលលោកម្ចាស់លេបថ្នាំដែលនាងចៅយកមកឲ្យនោះហើយនេះទើបត្រូវពឹសគេណាថាម៉េចតាមគំនិតរបស់លោកចង់ថាពឹសនោះគឺនាងចៅជាអ្នកដែរមិនអាចទេលោកម្ចាស់ជាមួយចៅធានហៅស្និទ្ធស្នាលនឹងគ្នាមនុស្សរបស់ក្រុមធានាជងយិនមិនអាចធ្វើរឿងអ្វីតែធ្វើបាបលោកម្ចាស់បានទេពិតមិនតែលោកម្ចាស់ជាមួយនឹងគេស្និទ្ធស្នាលនឹងគ្នាមែនក៏ប៉ុន្តែមនុស្សម្នាក់មិនអាចទុកចិត្តបានមែនមនុស្សផ្សេងទៀតគឺពិបាកនិយាយណាលោកម្ចាស់ហានិយាយត្រូវណាស់ចរិតរបស់ចៅធានហៅគ្មានអ្វីគួរឲ្យសង្ស័យទេប៉ុន្តែមនុស្សនៅក្នុងក្រុមធានាមានច្បុកច្បល់ច្រើនណាស់មិននឹកស្មានថាមានមនុស្សបន្លំធ្វើជាចិត្តស្មោះលួចចាត់ការអញ្ចឹងសោះម្ចាស់សាខាទាំងអស់គ្នាថ្នាំធានប៉ាបំពន់សុខភាពនេះនាងចៅបានប្រកល់ឲ្យខ្ញុំដោយផ្ទាល់ដៃប្រហែលជាអត់មានបញ្ហាអ្វីនោះទេណាអានតង្គងតែហ៊ានសន្មត់ថាចៅយិនសៀជាកូនស្រីរបស់ចៅយិនហើយនោះពិតប្រាកដមែនដែរទេមែនហើយខ្ញុំមិនហ៊ានសន្និដ្ឋាននោះទេណាអញ្ចឹងបានន័យថាសាវតារបស់ចៅយិនសៀគួរឲ្យសង្ស័យណាម្ចាស់សាខាទាំងអស់គ្នាពីមុនមកតើនរណាដែលធ្លាប់ឃើញនាងទី3ត្រកូលចៅឈ្មោះចៅយិនសៀនេះទេសូមនិយាយមកចុះកាលពី2ឆ្នាំមុននេះម្ចាស់ក្រុមធានាបានដឹកនាំរបស់ធានាទៅរាជធានីធ្លាប់មកស្រុកអ៊ូហឺ2ដងតែមកសួរសុខទុក្ខលោកម្ចាស់ដល់កន្លែងកាលនោះមានកូនស្រីច្បងឈ្មោះចៅជាយិញនិងកូនស្រីទី2ឈ្មោះចៅម៉ុងជាវមកជាមួយគ្នាដែរប៉ុន្តែមិនឃើញនាងទី3ចៅយិនសៀមកជាមួយទេបើនិយាយយ៉ាងនេះអញ្ចឹងយើងឯងធ្លាប់ឃើញបងប្អូនតកូលចៅហើយអញ្ចឹងតែឯងចំណាំមុខចៅយិនជាបានទេប្រហែលជាអ្នកទាំងអស់គ្នាដឹងហើយណាពីដើមមកខ្ញុំធ្វើការកម្រមានពេលទំនេរណាពិតមែនតែចៅហ្វុងជាវធ្លាប់មកជាមួយម្ចាស់ក្រុមធានាចៅមកទីនេះមែនតែខ្ញុំអត់មានអារម្មណ៍ចំពោះនាងបន្តិចណាទេណាចំណែកមនុស្សមកជាមួយលើកនេះខ្ញុំរឹតតែមិនស្គាល់ទៅទៀតពីឆ្នាំមុនឪពុកកូនម្ចាស់ក្រុមធានាចៅមកលេងជាមួយនឹងពួកយើងត្រកូលលោកខ្ញុំមានការសំខាន់ត្រឡប់ទៅក្រុមសុំយោបល់ពីលោកម្ចាស់ក្រុមនិយាយស្ដីជាមួយនឹងឪពុកកូនរបស់គេដែរហើយចុះសំណងគ្នាណាហើយណាមួយស្រឡាញ់អ្នកនាងទី2ទៀតផងត្រកូលខុសខ្ញុំនៅចាំច្បាស់អ្នកនាងជីវអ្នកទាំងអស់គ្នាឃើញនោះគឺអ្នកនាងទី2នោះហើយណាម្ចាស់សាខាខុកមានរឿងមួយសំខាន់ណាស់តើខ្ញុំអាចនិយាយបានទេហើយនិយាយមកចុះតាមដែលខ្ញុំយល់មនុស្សនៅក្នុងក្រុមរបស់ពួកយើងប្រហែលជាមានអ្នកណាតាក់ទងជាមួយនឹងក្រុមការពារអាវដែកហើយគ្មានអំណោយផលចំពោះក្រុមការពាររបស់យើងទេចៅធានហើយជាអ្នកក្លាហានត្រឹមត្រូវមានចិត្តជួយគីទាំងពុងត្រូវក្រុមការពារអាវដែកធ្វើឲ្យជាប់គុកកុំថាឡាយកូនស្រីរបស់ចៅធានហើយទោះជាមនុស្សទាំងប្រមាណអ្នកនៅក្នុងក្រុមជងយិនមួយណាក៏ចង់សងសឹកឲ្យគេទាំងអស់តើមានរឿងអ្វីតែខົບខិតជាមួយនឹងក្រុមការពារអាវដែកម្យ៉ាងទៀតហ៊ានយកសម្បត្តិលោហិតទៅរាជធានីខ
ក្នុងផ្លូវធ្វើដំណើរធ្លាប់ក្រុមការពារអាវដៃតាមសម្លាប់យើងយល់ថាមិនអាចធ្វើយ៉ាងនេះបាននោះទេណា គឺព្រោះតែចំណុចនេះហើយទៅខ្ញុំអាកាត់យ៉ាងនេះបើកុំតែមនុស្សក្រុមធានាជុំយានត្រូវគេធ្វើបាបទេនោះគឺត្រូវក្រុមការពារអាវដៃគម្រាមពួកគេមកទីនេះក្រុមការពារចាត់ឲ្យមកថាយកឆ្នាំនេះមកឲ្យលោកចាស់ឈើឱកាសចាត់ការទេ អានទង្គួនយើងមិនស្គាល់ចិត្តរបស់ចៅយិនសៀទាំងស្រុងពិបាកឯចែកពិតហើយនឹងខ្លែងខ្លាយណាស់ប៉ុន្តែពួកយើងនៅចំណាំនាងបងទី2បើសិនជារឿងនេះនិយាយចេញមកទៅអញ្ចឹងហេតុអ្វីបានជាពួកនាងទាំងពីរនាក់នោះមកជាមួយនឹងគ្នាតាមផ្លូវណាមួយត្រកូលខុកខ្ញុំដឹងទៀតថាជារឹករបស់អ្នកនាងចៅរឹងមាំខ្លាំងណាស់គោរពលោកម្ចាស់របស់យើងខ្លាំងណាស់ធ្វើមិននឹងដាច់ចិត្តធ្វើជាឆ្កែបំរើរបស់ក្រុមការពារអាវដៃមកធ្វើបាបលោកម្ចាស់របស់យើងយ៉ាងនេះទៅកើតនោះ ចំណុចនេះខ្ញុំក៏បានគិតដែរពួកគេឲ្យចូលមកជីវទៅជាមួយគោលបំណងចង់យកការទុកចិត្តពីយើងស្នាដៃក្រុមការពារអាវដៃសាហាវណាស់ពួកគេអាចទប់ទល់ជាមួយក្រុមធានាជុំយានបាននោះគ្មានមូលហេតុអ្វីអត់អោនឲ្យចូលមកជីវទេនេះប្រហែលជាមានអត្តកម្បាអ្វីហើយណាបងបើនិយាយយ៉ាងនេះសមហេតុផលណាស់ណាថាមិនបានចូលមកជីវនេះក៏ប្រហែលជាក្រុមការពារអាវដៃឲ្យអ្នកណាគេបន្លំធ្វើឲ្យដូចនាងដែរម្ចាស់សាខានិយាយត្រូវអាចធ្វើរឿងយ៉ាងនេះបានម្ចាស់សាខាទាំងអស់គ្នារឿងនេះចិត្តដឹងច្បាស់ហើយណាពេលដែលលោកម្ចាស់ជាវិញហើយនោះលោកម្ចាស់នឹងបានផ្ដល់រង្វាន់ដល់ចិត្តក្លាហាននិងចិត្តកំណត់ឆ្លៀវវៃដល់ពួកលោកទាំងអស់គ្នាសំជេជេតាមសบายណាតាមសบายអត់សំជេជេណាជេអត់ជេលើការឡានហ្នឹងជេតាមសบาย ធំប៉ុណ្ណឹងហើយកាន់ចកាក៏កាន់មិនជាប់ដែរមិនចេះខ្មាស់គេទេចំមីន ជ្រុះឆ្កែមានតោះខអីរឿងឡើងវិញទៅបានហើយចម្លែកមែនហេតុអីក៏ដៃខ្ញុំញ័រយ៉ាងនេះចម្លែកមិនជាបានទេ វីវហើយក្នុងម្ហូបមានបញ្ហាហើយ យិនសៀនាងមានអារម្មណ៍យ៉ាងម៉េចដែរ ខ្ញុំមានអារម្មណ៍ថាមិនល្អទេ ស្ដាយណាស់ពេលដែលពួកនាងដឹងហួសពេលទៅហើយណា មេកាអានតើពួកខ្ញុំមានអ្វីប៉ះពាល់ដល់លោកមិនបានជាលោកធ្វើយ៉ាងនេះចំពោះពួកខ្ញុំលោកមិនយល់ថាហួសហេតុពេកទេ គេតែនិយាយថារនាបបាក់យករនាបជួសធ្វើយ៉ាងម៉េចចំពោះគេគឺប្រើស្នាដៃនោះពួកនេះហ៊ានប្រើថ្នាំខ្លែងខ្លាយបំពុលលោកម្ចាស់ក្រុមផ្កាយ7ត្រូវតែរកយុទ្ធធម៌វិញណា និយាយផ្ដាស់ថ្នាំដែលខ្ញុំយកមកគឺជាថ្នាំរបស់គ្រូពេទ្យល្បីឈ្មោះផលិតឡើងអស់ជាច្រើនឆ្នាំហេតុអីក៏ពួកលោកមិននិយាយខុសត្រូវមកចោទប្រកាន់ពួកខ្ញុំ ស្រីចង្រៃអីនេះចិត្តដល់ពេលស្លាប់ហើយនៅនិយាយព្រាស់ទៀតពេលដែលលោកម្ចាស់លេបថ្នាំរួយហើយត្រូវពឹសភ្លាមមកជើបានតែមួយគត់នាងត្រូវប្រកួតថ្នាំមិនសាបចេញមកពួកនាងកុំសម័យថាយកជីវិតបានរស់រៀនចាក់ចេញពីទីនេះបានទៀតសោះ ថ្នាំនោះគឺអ្នកក្លាហានចៅជាអ្នកប្រគល់ឲ្យខ្ញុំឪពុកខ្ញុំនិងលោកម្ចាស់ជាមិត្តស្និទ្ធស្នាលនឹងគ្នាគ្មានមូលហេតុអីខ្ញុំលើកដៃសម្រាប់លោកម្ចាស់បានទេ សម្ដីមកខាងមិនអាចជឿបានទៅការពិតពួកនាងមកពីក្រុមរបស់ធានាជុងយិនឬក៏ជាមនុស្សរបស់ក្រុមការពារអាវដៃចាន់មកទេនាងឆាំនិយាយព្រាមមក មេកាអានតើលោកនៅចាំខ្ញុំនេះបានទេ ចាំឬក៏មិនចាំក៏មិនសំខាន់ដែរពួកខ្ញុំត្រូវការតែថ្នាំបន្សាបតែប៉ុណ្ណោះ ពួកខ្ញុំអត់មានដាក់ថ្នាំអំពុលទេតើពួកខ្ញុំបានថ្នាំបន្សាបមកពី ជិះដល់ពេលស្លាប់ហើយកុំប្រកែកអសណាបើពួកនេះមានអ្នកយ៉ាងនេះអញ្ចឹងកុំបន្តថាខ្ញុំប្រើស្នាដៃពឹសអសោះក្រុមការ7ស្ដាប់បញ្ជាទទួលបញ្ជាលោកម្ចាស់បញ្ញាប់សម្រាប់ពួកនេះចោលឲ្យអស់ភ្លាមមិនត្រូវឲ្យនរណាម្នាក់នៅរស់ទេ បាន